តើអាមេរិកនឹងមានចំណាត់ការលើថៃទេនៅពេលយោធាប្រើ F-16 ឈ្លានពានចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាឬមួយបានត្រឹមហួចហៅខ្យល់ក្រោមមេឃកម្ពុជាឮសំឡេងខ្ទរខ្ទាដោយសារយន្តហោះចម្បាំង F-16 ខណៈថៃបង្ហាញចេតនាឈ្លានពានកម្ពុជាយ៉ាងពេញលក្ខណៈទន្ទឹមនឹងទ័ពអាកាសថៃប្រើប្រាស់បក្សីស្លាប់ដែកមួយប្រភេទនេះហោះចូលជ្រៅក្នុងដែនដីកម្ពុជានិងបានទម្លាក់គ្រាប់បែកបំផ្ទុះកំទេចស្ពានស្ទឹងមេទឹកឬស្ពានជ័យជំនះនិងទីតាំងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជាសកម្មភាពដ៏គគ្រលើនបែបនេះតើអាមេរិកនឹងមានចំណាត់ការដែរឬទេបើមានតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាសកម្មភាពដ៏ឃោរឃៅរបស់ភាគីថៃកំពុងបង្ហាញឲ្យឃើញថាថៃមិនត្រឹមតែបើកការឈ្លានពានកម្ពុជាពេញទីនោះទេប៉ុន្តែថៃបាននឹងកំពុងរំលោភលើកិច្ចព្រមព្រៀងទិញលក់សពាវុធដែលផ្ដោតសំដៅទៅលើយន្តហោះចម្បាំងជាមួយសហរដ្ឋអាមេរិកទៀតផងសូមជម្រាបថាថៃបានប្រើយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកផ្ទាល់ហោះមកទម្លាក់គ្រាប់លើហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជាខណៈសហរដ្ឋអាមេរិកបានកំហិតយន្តហោះចម្បាំងនេះឲ្យថៃប្រើតែក្នុងគោលបំណងការពារអធិបតេយ្យភាពខ្លួនតែប៉ុណ្ណោះពុំមែនសម្រាប់ប្រើលើការឈ្លានពាននោះឡើយតែទង្វើពេលនេះអាចនិយាយថាថៃកំពុងបំពានលើកិច្ចព្រមព្រៀងទិញលក់សពាវុធជាមួយសហរដ្ឋអាមេរិកនិងរំលោភលើបទដ្ឋានអន្តរជាតិហើយឬនៅជាការពិតណាស់ជាក់ស្ដែងរាល់ការនាំចេញសពាវុធរបស់សហរដ្ឋអាមេរិករួមទាំងយន្តហោះចម្បាំងដែលត្រូវបានលក់ទៅឲ្យប្រទេសថៃជាប់ជាមួយនឹងកិច្ចព្រមព្រៀងដ៏តឹងរ៉ឹងនៅក្នុងកិច្ចព្រមព្រៀងទិញលក់អាមេរិកហាមថៃមិនឲ្យប្រើប្រាស់ F-16 វាយប្រហារប្រឆាំងនឹងប្រជាជាតិអធិបតេយ្យដទៃទៀតឡើយយន្តហោះចម្បាំង F-16 ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការឈ្លានពានដោយគ្មានការអនុញ្ញាតនោះដែរពោលគឺត្រូវទាមទារការអនុញ្ញាតច្បាស់លាស់ពីសហរដ្ឋអាមេរិកជាមុនសិនការបញ្ចេញយន្តហោះចម្បាំងនេះគឺសម្រាប់តែការការពារខ្លួនតែប៉ុណ្ណោះហើយត្រូវតែអនុលោមតាមមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិតើការហោះចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជានៅពេលនេះថៃទទួលបានការអនុញ្ញាតពីសហរដ្ឋអាមេរិកហើយមែនទេហើយតើហេតុអ្វីអាមេរិកមិនថ្កោលទោសថៃដែលក្បត់កិច្ចសន្យាជាមួយខ្លួនប្រសិនបើសហរដ្ឋអាមេរិកមិនបានអនុញ្ញាតទេមែនទេទៅកិច្ចអន្តរាគមន៍របស់មេដឹកនាំសហរដ្ឋអាមេរិកមកលើចំនួនព្រំដែនកម្ពុជាថៃហាក់ដូចជាការធ្វើអាជីវកម្មបង្កប់គោលបំណងអ្វីមួយដែលពុំមែនជាការសង្គ្រោះប្រទេសរងគ្រោះពីការឈ្លានពានពិតប្រាកដមិនសង្គ្រោះប្រទេសរងគ្រោះពីការឈ្លានពានពិតប្រាកដក៏នៅត្រង់ថាអាមេរិកមើលឃើញជាក់ច្បាស់ពីការរំលោភបំពានរបស់ថៃមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀតប៉ុន្តែបែរជាគ្មានចំណាត់ការមើងម៉ាត់ណាមួយក្រៅពីសម្រុះសម្រួលឲ្យមានបទឈប់បាញ់ដល់ទៅ3ដងទាំងដែលថៃបញ្ជាក់ច្បាស់ថាមិនបញ្ឈប់ការវាយប្រហារមកលើកម្ពុជាទេតាមរយៈសកម្មភាពខាងលើអាចឲ្យយើងសន្និដ្ឋានបានថាសហរដ្ឋអាមេរិកកំពុងបង្ហាញពីកំសោយនៃការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកក្នុងនាមជាប្រទេសមហាអំណាចទី1និងកំពុងអនុវត្តស្តង់ដារ2លើប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីទទួលបានងារជាប្រធានាធិបតីសន្តិភាពដ៏ពិតប្រាកដលោកដូណាល់ត្រាំគួរណាស់តែបង្ហាញសមត្ថភាពពិតលើយន្តការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃឲ្យបានច្បាស់ជាងនេះនិងបង្ហាញពលរដ្ឋខ្មែរថាលោកជាមនុស្សស្រឡាញ់សន្តិភាពពិតប្រាកដមិនមែនជាការសម្ដែងនិងស្វែងរកប្រជាប្រិយភាពនោះឡើយគួរបញ្ជាក់ផងដែរថាប្រសិនបើប្រទេសថៃប្រើប្រាស់យន្តហោះចម្បាំងទាំងនេះដើម្បីវាយប្រហារនិងឈ្លានពានប្រទេសកម្ពុជាដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិកនោះគឺមានន័យថាថៃកំពុងបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិនិងលក្ខខណ្ឌនៃការទិញលក់សពាវុធរបស់សហរដ្ឋអាមេរិកយើងក៏នឹងទន្ទឹងរង់ចាំមើលថាតើសហរដ្ឋអាមេរិកនឹងត្រួតពិនិត្យបែបណាចំពោះសកម្មភាពដ៏សាហាវព្រៃផ្សៃរបស់ភាគីថៃហើយអាមេរិកនឹងមានចំណាត់ការបែបណាចំពោះការប្រើប្រាស់យន្តហោះចម្បាំងមកឈ្លានពានកម្ពុជាពេញទីបែបនេះឬមួយបានតែហួចហៅខ្យល់ការយកសពាវុធអាមេរិកធុនធ្ងន់មកឈ្លានពានកម្ពុជាស្រស់ពីសំណាក់យោធាថៃនេះគឺជាការរំលោភកិច្ចព្រមព្រៀងទិញលក់របស់សហរដ្ឋអាមេរិកនិងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ